ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយដើម្បីការប្រជុំរបស់យើងដំណើរការទៅបានដោយរលូនមិនថាយើងប្រជុំរយៈពេលខ្លីឬក៏ប្រជុំច្រើនម៉ោងទេដោយសារតែការងារខ្ញុំរាល់ថ្ងៃគឺពីការធ្វើការងារនៅ office ពេលខ្លះក៏មានការប្រជុំនៅខាងក្រៅដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែកលេខ tip ខ្លះៗដើម្បីការប្រជុំរបស់យើងដំណើរការទៅដោយរលូនជាទូទៅមុនពេលដែលខ្ញុំទៅជួបប្រជុំឬក៏ខ្ញុំធ្វើការមួយដែលខ្ញុំភ្លេចអត់បាននោះគឺការញ៉ាំកាហ្វេការញ៉ាំកាហ្វេនេះគឺធ្វើឲ្យខ្ញុំមានអារម្មណ៍សោកស្ដាយជាងមុនហើយនឹកឃើញនៅកំណត់ថ្មីៗមុនពេលដែលយើងចូលទៅប្រជុំដែរចុះគេសួរថាចុះបើខ្ញុំអត់ចេះញ៉ាំកាហ្វេហើយខ្ញុំធ្វើមិនប៉ុន្តែអត់ចឹងទេដើម្បីការងារយើងឬក៏ការប្រជុំយើងដំណើរការទៅបានដោយរលូនអ្វីដែលយើងត្រូវធ្វើដែលសំខាន់បំផុតនោះគឺការគ្រប់ពេលវេលាចំណុចនេះហើយជាចំណុចមួយដែលសំខាន់នៅពេលដែលយើងគ្រប់ពេលវេលាវាផ្ដល់ជាភាពងាយស្រួលឲ្យយើងក្នុងការរៀបចំខ្លួនឡើងវិញក៏ដូចជាធ្វើឲ្យអ្នកដែលគាត់ត្រូវតែប្រជុំមួយយើងហ្នឹងគាត់អត់ចាំយើងជារឿងដែលខ្ញុំត្រូវធ្វើមុនពេលដែលខ្ញុំចូលប្រជុំហ្នឹងគឺការរំលឹកឡើងវិញនៅការងារដែលពាក់ព័ន្ធក៏ដូចជា check មើលរាល់ចំណុចណាដែលយើងត្រូវលើកឡើងនៅក្នុងអង្គប្រជុំចឹងហើយនេះគ្រាន់តែជា tip មួយដែលជាចំណុចមួយដែលសំខាន់ដែរកាលណាដែលយើងគ្រប់ពេលវេលាវាធ្វើឲ្យយើងមាន confidence នៅក្នុងខ្លួនចឹងធ្វើឲ្យដំណើរការនៃការប្រជុំរបស់យើងទោះជាយើងប្រជុំច្រើនម៉ោងក្តីក៏អត់មានបញ្ហាដែរហើយការប្រជុំរបស់យើងថ្ងៃនេះគឺមកស្ដាប់ពីដៃគូសហការរបស់យើងរៀបចំនៅកម្មវិធីនៅថ្ងៃខាងមុខអញ្ចឹងអត់មានអីច្រើនទេជួបគ្នានៅវីដេអូក្រោយ